ពិសេស allergy នឹងមកនៅពេលណាបើវាប្រព័ន្ធការពារយើង strong allergy ក៏វាកាត់បន្ថយទៅតាមនឹងដែរallergy ចំពោះរបស់យើងរោគសញ្ញាដែលយើងកត់សម្គាល់មុនដំបូងគេបំផុតគឺវារមាស់អញ្ចឹងវារមាស់ទៅលើច្រមុះរមាស់ទៅលើភ្នែកទី2គឺឲ្យយើងกระដាស់ហើយកระដាស់មិនកระដាស់តែម្ដងទេគឺกระដាស់របស់គាត់គឺជាប់គ្នាហើយវាឲ្យហូរសម្បោរមកទឹកសម្បោរដែលហូរមកគឺថ្លាអត់ខាប់ទេហើយច្រមុះរបស់គាត់ទាំងសងខាងនៅពេលដែលគាត់กระដាស់ប្រាក់សាយហើយហៀសម្បោរនេះហើយគឺចាប់ដើមតឹងច្រមុះហើយអញ្ចឹងរោគសញ្ញារបស់គាត់គឺមានទាំងអស់ហ្នឹងដែលយើងសម្គាល់ថាជា allergy ច្រមុះនៅក្នុងទិវា allergy ពិភពលោកនេះខ្ញុំមានអនុសាសន៍ខ្លះដែរថាមនុស្សយើងទាំងអស់គ្នាដើម្បីសុខភាពគឺត្រូវចេះអនាម័យខ្លួនប្រាណឲ្យបានល្អទី1ទី2ការហាត់ប្រាណជាប្រចាំដើម្បីឲ្យសុខភាពយើងរឹងមាំជៀសវាងពីជំងឺឈឺស្កាត់ទាំងឡាយពិសេស allergy នឹងមកនៅពេលណាបើវាប្រព័ន្ធការពារយើង strong allergy ក៏វាកាត់បន្ថយទៅតាមនឹងដែរ